ស្ដីមិត្តភក្តិជាទីស្រឡាញ់របស់ខ្ញុំថ្ងៃនេះខ្ញុំនឹងសង្ខេបផ្នែកទី2នៃរឿងភាគរបស់យើងដែលមានឈ្មោះថាគូប្រជែងរាជវង្សរបស់ខ្ញុំយើងបានធ្វើផ្នែកទី1រួចហើយបើអ្នកមិនទាន់បានមើលទេខ្ញុំសូមណែនាំឲ្យទៅមើលជាមុនសិនដើម្បីអាចភ្ជាប់រឿងរ៉ាវទាំងអស់ឲ្យបានច្បាស់ទំភ្ជាប់នឹងរងចាំអ្នកនៅក្នុងការពិពណ៌នាខាងក្រោមឥឡូវនេះយើងចាប់ផ្ដើមជាមួយផ្នែកទី2ទាំងអស់គ្នាផ្នែកទី2នេះចាប់ផ្ដើមត្រឡប់ទៅសម័យជូសុនដែលសូបានបង្កការចលាចលនៅក្នុងវង្សសក្តិសិទ្ធិរបស់ព្រះអង្គម្ចាស់ដោយមិនដឹងថាតើខ្លួនជានរណាពិតប្រាកដខណៈដែលស្ត្រីបម្រើក្នុងវង្សសក្តិសិទ្ធិព្យាយាមពីនៃនាងចំពោះការលេងសើចរបស់នាងអ្នកសម្លាប់ដែលពាក់ម៉ាស់បានជ្រៀតចូលវង្សសក្តិសិទ្ធិយ៉ាងសម្ងាត់ដើម្បីសម្លាប់ព្រះអង្គម្ចាស់កាងអ្នកសម្លាប់ម្នាក់បានជ្រៀតចូលបន្ទប់ព្រះអង្គម្ចាស់ហើយវាប្រហារបុរសម្នាក់ដែលកំពុងដេកលើគ្រែប៉ុន្តែបែរជាបានរកឃើញថាវាជាមនុស្សបន្លំតាំងពីដើមព្រះអង្គម្ចាស់កាំងពិតប្រាកដបានរៀបចំអន្ទាក់រួចជាស្រេចហើយបង្ហាញខ្លួនភ្លាមដើម្បីបំបត្តិអ្នកសម្លាប់នោះដោយផ្ទាល់ខ្លួននៅខាងក្រៅព្រះអង្គម្ចាស់កាំងបានសង្កេតឃើញសូរនៅលើដំបូលហើយបោះកង្វះរបស់ខ្លួនទៅលើនាងភ្លាមបង្កឲ្យនាងធ្លាក់ចុះដំបូងព្រះអង្គម្ចាស់កាំងបានយល់ច្រឡំថានាងជាសាច់ញាតិបារម្ភប៉ុន្តែសូបានពន្យល់យ៉ាងឆាប់រហ័សថានាងគ្រាន់តែចូលទៅក្នុងវង្សសក្តិសិទ្ធិព្រោះស្ត្រីបម្រើបានប្រើអំណាចលើនាងបន្ទាប់មកនាងបានដឹងថាព្រះអង្គម្ចាស់កាំងគឺជាព្រះអង្គម្ចាស់ដែលធ្លាប់បានជួយនាងមុននេះការសន្ទនារបស់ពួកគេត្រូវបានផ្អាកពេលសូសង្កេតឃើញអ្នកសម្លាប់បន្ថែមកំពុងខិតជិតមកហើយបន្ទាប់ពីបានប្រមានកាងព្រះអង្គម្ចាស់កាងចាប់ផ្ដើមជាទុកចិត្តនាងហើយសន្យាថានឹងទៅជួបនាងនៅពេលក្រោយរឿងបន្តទៅឆ្នាំ2026ដែលសូមមានអារម្មណ៍ភ័យខ្លាចបន្ទាប់ពីឃើញថមហើយចាប់ផ្ដើមជឿថាគាត់អាចជាអ្នកវិញ្ញាណពិតប្រាកដនាងកាន់កាងយ៉ាងតឹងរឹងដើម្បីសុវត្ថិភាពខណៈដែលថមក៏កំពុងប្រមាថពួកគេយ៉ាងរំខានមុននឹងចាក់ចេញកាំងមានអារម្មណ៍ខឹងចិត្តចំពោះអាកប្បកិរិយាដែលសូបង្ហាញឡើងភ្លាមប៉ុន្តែស្ថានភាពកាន់តែញ៉ៃពេលបុគ្គលិកកម្មវិធីទូរទស្សន៍ចាប់ផ្ដើមស្វែងរកនាងដោយសារបញ្ហាដែលនាងបង្កឡើងក្នុងពេលថតព្រោះច្រកចេញបន្ទាន់ត្រូវបានចាក់សោសូបានធ្វើជាអ្នកសន្លប់យ៉ាងល្ហិតល្ហៃបង្ខំឲ្យកាំងអញ្ជើញនាងចេញទៅខណៈដែលធ្វើជានាងកំពុងស្លាប់ក្រោយមកសូសួរថាតើថមជាបងប្អូនរបស់កាំងឬទេប៉ុន្តែកាំងឆ្លើយតបយ៉ាងត្រជាក់ថាទំនាក់ទំនងរបស់ពួកគេអាក្រក់ជាងមនុស្សអនិមិត្តសញ្ញាទៀតដោយមិនដឹងថាធ្វើដូចម្ដេចសូក៏មានអារម្មណ៍ស្រួលចិត្តជាមួយគាត់យ៉ាងខ្លាំងហើយសូក៏ឡើងឡានរបស់គាត់ដោយគ្មានការអនុញ្ញាតដើម្បីឲ្យគាត់ជូននាងទៅផ្ទះក្នុងពេលបើកឡានសូមានអាការៈវិនិច្ឆ័យឡានហើយកាំងវិញក៏ភ័យខ្លាចចំពោះការពៀឡានថ្មីរបស់គាត់ជាងការឈឺចាប់របស់នាងដែលធ្វើឲ្យសូកាន់តែខឹងទោះបីជាយ៉ាងណាក៏ដោយគាត់ក៏ចាប់ផ្ដើមយកចិត្តទុកដាក់នាងសម្ងាត់ហើយឈប់នៅស្ថានីយ៍ប្រេងដើម្បីទិញថ្នាំជួយរំលាយអាហារទោះបីជាគាត់មានអារម្មណ៍ខ្មាស់ក៏ដោយចំណែកសូវិញនាងក៏សង្កេតឃើញថាទុំបង្ហាញខ្លួនលើអេក្រង់ទូរទស្សន៍ក្បែរកាងនិងតារបស់ពួកគេដែលធ្វើឲ្យនាងដឹងថាគ្រួសារទាំងមូលនេះគ្រោះថ្នាក់ដោយចង់គេចផុតនាងបានយកកាតធនាគាររបស់កាងដោយចៃដន្យបន្ទាប់ពីបុគ្គលិកម្នាក់គិតថាពួកគេជាគូគ្នាហើយផ្ដល់កាតនោះឲ្យនាងតាំងបានរកឃើញថានាងបានបាត់ទៅជាមួយកាតនោះពេលដែលគាត់ទើបដឹងថាទុំកំពុងបំផ្លាញការងាររបស់គាត់ហើយសូម្បីតែដាក់មនុស្សសម្ងាត់ម្នាក់ចូលក្នុងក្រុមហ៊ុនរបស់គាត់ផងដែរត្រឡប់មកផ្ទះខ្លួនវិញសូបានតវ៉ាជាមួយអ្នកជិតខាងដែលជួយនាងរកការងារលក់ទូរទស្សន៍ហើយយកប្រាក់ឲ្យបានដោយឆ្លាតវៃបន្ទាប់ពីគាត់ព្យាយាមលាក់ប្រាក់នោះពីនាងចំណែកកាំងវិញគាត់បានប្រឈមមុខជាមួយទុំដោយផ្ទាល់ហើយព្រមានឲ្យគាត់បញ្ឈប់ការជ្រៀតជ្រែកក្នុងជីវិតរបស់គាត់រឿងនេះក៏បង្ហាញពីអនុស្សាវរីយ៍ឈឺចាប់នៅពេលកុមារភាពដែលបង្ហាញថាទុំតែងតែមានសភាពបញ្ឆោតគេជានិច្ចសូម្បីតែពេលនៅក្មេងគាត់ក៏បានបង្កប់ទោសកាំងមុខតាដើម្បីឲ្យកាំងមើលទៅដូចជាមនុស្សសាហាវនៅក្នុងបច្ចុប្បន្នកាំងទទួលសារភាពថាគាត់ជឿថាមនុស្សខ្សោយតែងតែត្រូវរងការប្រហារដោយមនុស្សដទៃដូច្នេះហើយគាត់ចូលចិត្តការសងសឹកជាងការអត់ឱនក្នុងពេលតែមួយនោះកាំងក៏ចាប់ផ្ដើមមានអារម្មណ៍ខ្លាចខ្លួនបន្ទាប់ពីដឹងថាជំងឺវិនិច្ឆ័យរថយន្តរបស់សូពិតជាមានប៉ុន្តែខណៈពេលដែលគាត់កំពុងព្រួយបារម្ភថាសូអាចកំពុងឃ្លាននៅកន្លែងណាមួយសូវិញកំពុងរស់នៅជីវិតដ៏ល្អបំផុតរបស់នាងដោយស្វែងរកអាហារនិងស្នាក់បែបសម័យទំនើបជាលើកដំបូងបន្ទាប់ពីបរិភោគអាហារច្រើនសូបានស្គាល់ថាកាតធនាគាររបស់កាំងអាចទិញអ្វីបានដោយគ្មានកំណត់ដូច្នេះនាងបានបញ្ជាទិញដូណាត់ផ្អែម8កាប់ដោយសប្បាយរីករាយដោយមិនយល់ពីគ្រោះថ្នាក់នៃការចាយប្រាក់របស់គាត់ទាំងអស់បន្ទាប់មកយើងឃើញកាំងទទួលបានការជូនដំណឹងមិនឈប់ឈរនៅលើទូរស័ព្ទបង្ហាញថាប្រាក់ក្នុងកណីរបស់គាត់កំពុងបាត់បង់ដោយសារការចំណាយលើបង្អែមយ៉ាងខ្លាំងរបស់សូដោយភ្ញាក់ផ្អើលយ៉ាងខ្លាំងគាត់បានទូរស័ព្ទទៅកាន់ហុយភ្លាមហើយរំលឹកឲ្យគាត់ថាគាត់ត្រូវបិទកាតធនាគារតាំងពីមុនហើយប៉ុន្តែហុយសុំទោសនិងពន្យល់ថាគាត់ភ្លេចព្រោះមានវិបត្តិធំកើតឡើងនៅក្រុមហ៊ុន
ខណៈពេលនោះសូកំពុងដើរលេងដោយសប្បាយរីករាយហើយកាន់ថង់បង្អែមពេញដៃនៅពេលនាងឃើញអ្នកជិតខាងកំពុងបែកគ្នាជាមួយគូស្នេហ៍បុរសកំពុងខឹងបានបោះកាបូបដៃខ្លៃធ្នូដែលគាត់ធ្លាប់ផ្ដល់ជូននាងចោលហើយសូបានចាប់វាបានកណ្ដាលខ្យល់ភ្លាមដោយសម្រេចថាប្រហែលជាប្រពៃណីចង់ឲ្យនាងមានវានៅពេលដូចគ្នានោះកាំងកំពុងរង់ចាំនៅខាងក្រៅផ្ទះជួលរបស់សូដើម្បីទាមទារសំណួរអំពីចំនួនប្រាក់ច្រើនយ៉ាងឆ្ងាយដែលនាងបានចាយដោយប្រើកាតរបស់គាត់សូមក្តោដោយដៃទាំងពីរនឹងមាត់ពោពេញដោយម្ហូបហើយហៅកាតអន្ទាននោះយ៉ាងធម្មតាថាជាកាតវេទមន្តព្រោះវាអាចទិញអ្វីក៏បានតាំងចាប់ផ្ដើមមានអារម្មណ៍សោកស្ដាយសម្រាប់នាងសម្ងាត់ដោយគិតថាអាហារទាំងអស់ដែលនាងទិញប្រហែលជាអាហារពេលល្ងាចរបស់នាងដោយមិនដឹងថានាងបានបរិភោគរួចហើយច្រើនដល់ថ្នាក់អាចបញ្ជូនអាហារឲ្យគ្រួសារមួយទាំងមូលសូសង្កេតឃើញគាត់កំពុងមើលនាងហើយគិតថាគាត់កំពុងវាយតម្លៃអំពីការស្រឡាញ់បរិភោគរបស់នាងម្ដងទៀតតាមពិតទៅនាងមានអាកប្បកិរិយាដូចជាមនុស្សដែលរកឃើញអាហារជាលើកដំបូងក្នុងជីវិតទោះបីបរិភោគរួចហើយច្រើនក៏ដោយនាងនៅតែមានមុខមើលឃ្លានខណៈកំពុងខ្យល់ក្លិនម្ហូបនៅចិត្តកាំងចាប់ផ្ដើមគិតយ៉ាងធ្ងន់ធ្ងរថាមនុស្សនៅសម័យជូស៊ុនប្រហែលជាមិនដែលបានបរិភោគអាហារត្រឹមត្រូវបន្ទាប់មកសូផ្ដល់មើលមុខសុចរិតនិងអាណិតទៅកាំងយ៉ាងច្បាស់ថាសង្ឃឹមឲ្យគាត់ទិញអាហារបន្ថែមទៀតឲ្យនាងតាំងសង្កេតឃើញភ្លាមហើយប្រាប់នាងឲ្យបញ្ឈប់ការប្រើក្បួនបញ្ឆោតគាត់ប៉ុន្តែយ៉ាងណាក៏ដោយប៉ុន្មានផ្លែបន្តិចក្រោយគាត់នៅតែចង់សាច់អាំងឲ្យនាងមកភោជនីយដ្ឋានមួយសូកំប្លែងទៅស្ទើរកាយទាំងស្រុងបរិភោគអាហារទាំងអស់ដែលនៅចំពោះមុខរហូតដល់នាងស្ទើរតែមិនអាចដកដង្ហើមបានទៀតតាំងមើលវិក័យបាត់ដោយមិនជឿភ្នែកហើយសួរថាមានអារម្មណ៍យ៉ាងដូចម្ដេចពេលបរិភោគគោមួយក្បាលម្នាក់ឯងសូញញឹមយ៉ាងកក់ក្ដៅហើយនិយាយថាគាត់ស្នាក់នៅព្រួសព្រួយបារម្ភអំពីនាងប៉ុន្តែកាំងបដិសេធភ្លាមហើយអះអាងថាគាត់គិតតែអំពីខ្លួនឯងប៉ុណ្ណោះទោះបីជាយ៉ាងណាក៏ដោយវាមើលឃើញច្បាស់ថាទំនៀមទម្លាប់ត្រជាក់របស់គាត់កំពុងបែកបាក់បន្តិចរាល់ពេលដែលសូពាក់ព័ន្ធនៅកន្លែងផ្សេងទៀតទុំចំណាយពេលជាមួយតាខណៈពេលដែលមានពាក្យចាមអារ៉ាមអំពីកាំងកំពុងមានគូស្នេហ៍កើតឡើងភ្លាមតាបានភ្ញាក់ផ្អើលដោយភាពរំភើបព្រោះកាំងតែងតែបដិសេធការពិភាក្សាអំពីការរៀបការពេលទុំពន្យល់តកូនស្រីនោះសន្មតថាធ្វើការនៅវិស័យព័ត៌មានតាបានស្រមៃភ្លាមថានាងត្រូវតែជាអ្នកប្រកាសឬអ្នកផលិតដ៏ស្រស់ស្អាតម្នាក់ចំណែកឯកាំងវិញគាត់បើកឡានត្រឡប់ទៅផ្ទះហើយស្រាប់តែចាំបានថាគាត់ភ្លេចផ្ដល់ថ្នាំជួយរំលាយអាហារដែលគាត់ទិញឲ្យសូប៉ុន្តែបន្ទាប់ពីចាំបានពីបរិមាណអាហារដ៏គួរឲ្យភ័យខ្លាចដែលនាងបានបរិភោគគាត់បានបញ្ចុះបញ្ចូលខ្លួនឯងថាពោះរបស់នាងប្រហែលជាអាចរំលាយថ្មបានផងដែរអកុសលសម្រាប់គាត់តន្ត្រីស្នេហ៍ចាប់ដើមលេងក្នុងឡានបណ្ដាលឲ្យរូបសូជូមកពោពេញក្នុងគំនិតគាត់ភ្លាមកាំងក៏ចាប់ផ្ដើមខឹងខ្លួនឯងព្រោះគាត់ដឹងថាសូកំពុងប៉ះពាល់ដល់អារម្មណ៍របស់គាត់សំបីតែចាប់ផ្ដើមស្រមៃមើលមុខនាងគ្រប់ទីកន្លែងរួមទាំងលើផ្សាយពាណិជ្ជកម្មផងដែរហើយស្ទើរតែចង់បុកឡានផ្ទាល់ខ្លួនដើម្បីឲ្យឈប់គិតអំពីនាងយប់នោះកាំងសុបិនអំពីសម័យជូស៊ុនដែលសូបានដាក់ពាក្យធ្វើការនៅក្នុងព្រះបរមរាជវាំងព្រះអង្គក្សត្រដែលមានមុខដូចកាំងពិតបានប្រមាននាងមិនឲ្យបង្ហាញអ្វីដែលនាងឃើញនៅក្នុងព្រះបរមរាជវាំងនោះឡើយតាំងភ្ញាក់ពីសុបិនដោយស្រក់ទឹកភ្នែកស្ទើរតែភ័យរន្ធត់ហើយមិនយល់ថាហេតុអ្វីសូតែងតែបង្ហាញខ្លួនក្នុងគំនិតគាត់ថ្ងៃបន្ទាប់គាត់ទៅជួបមិត្តវេជ្ជបណ្ឌិតផ្នែកចិត្តវិទ្យារបស់គាត់ដើម្បីស្វែងរកចម្លើយប៉ុន្តែវេជ្ជបណ្ឌិតក៏មិនអាចជួយអ្វីបានច្រើនដែរចំណែកឯសូគាត់ចាប់ផ្ដើមធ្វើការនៅផ្សារទំនើបដោយចែកឲ្យសាក់រសជាតិដូណាត់បំពង់ផ្អែមប៉ុន្តែជំនួសឲ្យផ្សព្វផ្សាយផលិតផលនាងវិញតែងតែបរិភោគដូណាត់ស្ទើរតែអស់ទាំងខ្លួនឯងមិត្តរួមការងាររបស់នាងមើលទៅនឿយហត់ហើយសុំឲ្យនាងបញ្ឈប់មកបង្ហាញខ្លួនគ្រប់ពីកន្លែងដែលគាត់ធ្វើការចុងក្រោយប្រធានការងារចាប់បានសូកំពុងបរិភោគដូណាត់មួយបន្ទាប់មួយហើយពិន័យនាងដោយផ្លាស់ប្ដូរទៅផ្នែកផ្សេងដោយគ្មានប្រាក់ឲ្យរហូតដល់នាងសងសំណងចំនួនម្ហូបដែលបានបរិភោគយ៉ាងណាក៏ដោយសូនៅតែមានអារម្មណ៍ថាត្រូវបានប៉ះពាល់ទោះបីជាគាត់ជាមូលហេតុបង្កប់បញ្ហាផ្ទាល់ក៏ដោយបន្ទាប់មកសូត្រូវបានផ្ដល់ភារកិច្ចទៅផ្នែកឧបករណ៍អេឡិចត្រូនិកដែលមានរឿងប្រវត្តិសាស្ត្រមួយដែលសានសម្ដែងកំពុងចាក់លើអេក្រង់ទូរទស្សន៍ដោយសារសូមិនចូលចិត្តសាន់ទេនាងចាប់ផ្ដើមរិះគន់សម្ដែងហើយមិនដឹងខ្លួនឯងក៏សម្ដែងស្ទើរតែគ្រប់ដូចគ្នានោះផងដែរមុននាងនឹងដឹងខ្លួននេះមនុស្សជាច្រើនមកជុំគ្នាជុំវិញនាងដោយស្រឡាញ់នឹងការសម្ដែងរបស់នាងយ៉ាងខ្លាំងមនុស្សទាំងអស់ចាប់ផ្ដើមទះដៃសរសើរយ៉ាងខ្លាំងហើយសូបានសាកសួរសេចក្តីសប្បាយចិត្តនៃការត្រូវបានសរសើរដោយសារការសម្ដែងជាលើកដំបូងនៅពេលដូចគ្នាលទ្ធផលបោះឆ្នោតផ្សព្វផ្សាយបង្ហាញថាកេរ្តិ៍ឈ្មោះរបស់សាន់ធ្លាក់ចុះយ៉ាងខ្លាំងខណៈដែលកាំងមើលទៅសប្បាយចិត្តក្នុងសម្ងាត់គាត់ព្រាមប្រាប់ហើយឲ្យរៀបចំកិច្ចសន្យារបស់សូ
នៅល្ងាចនោះសូបានមើលរឿងមួយទៀតដែលមានម្ចាស់ដើមនៃរាងកាយដែលមានរស់នៅឥឡូវនេះសម្ដែងការមើលសម្ដែងរបស់ក្មេងស្រីនោះធ្វើឲ្យនាងមានអារម្មណ៍រឹងមាំហើយនាងចាប់ផ្ដើមយំពេដឹងថាក្មេងស្រីនោះមានទេពកោសល្យពិតប្រាកដដោយមានអារម្មណ៍ស្រពេចស្រពិលសួរសន្យាដល់ខ្លួនឯងថានាងនឹងបំពេញក្តីស្រមៃរបស់ក្មេងស្រីនោះឲ្យក្លាយជាជោគជ័យព្រឹកថ្ងៃបន្ទាប់តាំងអង្គុយនៅការិយាល័យរបស់គាត់មើលកិច្ចសន្យារបស់សូហើយចុះហត្ថលេខាលើវាដោយមិនដឹងខ្លួនខណៈគិតអំពីនាងមុននឹងភ្ញាក់ត្រឡប់មកជីវិតពិតវិញនៅពេលនោះផ្ទាល់សូបានទូរស័ព្ទទៅកាន់ដោយមានទំនុកចិត្តហើយប្រកាសថានាងនឹងមកទទួលយកសំណើរបស់គាត់ដោយនិយាយដូចជានាងកំពុងធ្វើឲ្យគាត់មានអត្ថប្រយោជន៍តែពេលសូមផ្ដល់អគារក្រុមហ៊ុនសុននិងអ្នកផលិតបានចូលប្រជុំមុខនាងភ្លាមហើយព្រមានឲ្យនាងកុំចុះកិច្ចសន្យាជាមួយក្រុមហ៊ុនផ្សេងទៀតរឿងរ៉ាវคล้ายជាស្មុគស្មាញយ៉ាងឆាប់រហ័សបន្ទាប់ពីអ្នកផលិតចាប់ដៃសូយ៉ាងហិង្សាសូបានខំដៃអ្នកផលិតភ្លាមហើយសុនដែលកំពុងខឹងខ្លាំងបានផាត់មុខសូជាក់ស្ដែងសូមិនព្រមស្ងៀមទេហើយបានផាត់មុខសុនវិញបន្ថែមទៀតធ្វើឲ្យក្មេងស្រីទាំងពីរចាប់ផ្ដើមវាយគ្នាសាធារណៈនៅកណ្ដាលក្រុមហ៊ុនភាពចលាចលនោះបានបញ្ចប់នៅពេលកាំងមកដល់អ្នកផលិតបានព្រិលព្រួចនិយាយថាសូជាអ្នកចាប់ផ្ដើមវាយមុនដូច្នេះកាំងបាននិយាយត្រជាក់ទៅសូថានេះជាក្រុមហ៊ុនមានកិត្តិយសហើយនាងគួរចាក់ចេញប្រសិនបើមិនអាចប្រព្រឹត្តខ្លួនឲ្យសមរម្យបានបន្ទាប់មកនៅចំពោះមុខសុននិងអ្នកផលិតកាំងបានបង្ខំឲ្យពួកគេអស់កម្លាំងដោយស្វាគមន៍សូយ៉ាងកក់ក្ដៅហើយប្រកាសថានាងមកទីនោះដើម្បីចុះកិច្ចសន្យាជាមួយគាត់វិញរឿងបន្តទៅមុខដោយសូមានអារម្មណ៍ភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីកាំងបានការពារនាងសាធារណៈចំពោះមុខសុននិងអ្នកផលិតត្រឹមតែពាក្យប៉ុន្មានប៉ុណ្ណោះគាត់បានស្ដារសក្តានុពលទាំងអស់ដែលពួកគេព្យាយាមបំផ្លាញឲ្យត្រឡប់មកវិញតាំងសំបីតែប្រមានអ្នកផលិតយ៉ាងត្រជាក់ថាគាត់អាចទិញក្រុមហ៊ុនទាំងមូលរបស់នាងបានដោយប្រើតែប្រាក់លេងក្នុងហោប៉ៅប៉ុណ្ណោះបន្ទាប់មកនៅក្នុងការិយាល័យរបស់គាត់តាំងបានផ្ដល់ដបទឹកស្បៃត្រជាក់មួយឲ្យសូយ៉ាងស្ងៀមស្ងាត់ហើយប្រាប់នាងឲ្យដាក់លើថ្ពាល់ដែលរបស់នាងជាក់ស្ដែងសូបានយល់ច្រឡំគាត់ទាំងស្រុងហើយបើកដបនោះដើម្បីផឹកវិញបន្ទាប់ពីបង្ហាញការត្អូញត្អែអំពីរសជាតិអាក្រក់នោះនាងបានទាមទារកិច្ចសន្យាដោយមិនអត់ធ្មត់ព្រោះនាងចង់បញ្ចប់រឿងឲ្យរហ័សតាំងបានរំលឹកនាងថានាងគួរតែអរគុណគាត់យ៉ាងស្មោះត្រង់បន្ទាប់ពីរបៀបដែលគាត់បានការពារនាងកាលពីមុនប៉ុន្តែសូបានប្រកាសយ៉ាងមោទនភាពថានាងមិនដែលដាក់ក្បាលឲ្យនរណាម្នាក់ឡើយនៅពេលនោះកាំងចាប់ផ្ដើមសោកស្ដាយយ៉ាងខ្លាំងដែលបានជួយនាងបន្ទាប់មកកាំងក៏ក្លាយជាអ្នកធ្ងន់ធ្ងរហើយពន្យល់ថាគាត់បានវិនិយោគលើនាងព្រោះគាត់ឃើញថានាងមានទេពកោសល្យដែលគួរឲ្យជឿជាក់ដំបូងសូមមិនចូលចិត្តរបៀបដែលគាត់ពិពណ៌នាឡើយប៉ុន្តែចុងក្រោយនាងក៏យល់ថាគាត់ជឿជាក់លើអនាគតរបស់នាងពិតប្រាកដទោះបីយល់ពីបំណងរបស់គាត់ក៏ដោយសូក៏មិនអាចបញ្ឈប់ការរិះគន់អំពីការិយាល័យញឹកនឹងធ្វើឲ្យអស់សង្ឃឹមរបស់គាត់បានទេនាងដើរទៅបើកវាំងមើលប៉ុន្តែកាំងបានបញ្ឈប់នាងយ៉ាងឆាប់រហ័សព្រោះគាត់មិនចូលចិត្តឲ្យមនុស្សមើលចូលមកកន្លែងធ្វើការរបស់គាត់ទេពេលនាងសង្កេតឃើញថាគាត់កំពុងខឹងនាងភ្លាមសោកស្ដាយដែលបានលើកឡើងអំពីរឿងនោះក្រោយមកសូបានមើលខ្លួនឯងក្នុងកញ្ចក់ហើយសង្កេតឃើញថាក្នុងមុខរបស់នាងពិតជាឡើងស្រួយនាងយំស្រួលចិត្តហើយចាប់ផ្ដើមគិតអំពីរបៀបដែលកាំងតែងតែធ្វើមិនដឹងខ្លួនថាគាត់មិនខ្វល់គេទោះបីជាគាត់ជួយនាងជានិច្ចក៏ដោយខណៈពេលនោះកាំងក៏មិនជឿថាសូបានក្លាយជាមនុស្សដែលមានអារម្មណ៍ស្រួលចិត្តដល់ថ្នាក់អាចនិយាយទៅគាត់យ៉ាងធម្មតាបាននៅថ្ងៃនោះបន្តិចទៀតសូបានជួបកូនឆ្កែតូចមួយដែលលងលោតមិនចង់ចាកចេញពីនាងឡើយមិនថានាងព្យាយាមប៉ុន្មានក៏ដោយក្នុងការប្រមាថឆ្កែតូចនោះឲ្យទៅឆ្ងាយឆ្កែតូចនោះក៏នៅតែដើរតាមនាងដោយធ្វើស្រស់ស្អាតដល់ថ្នាក់អាចបំបែកបេះដូងនរណាក៏បាននៅពេលមួយនាងយកថ្មបោះឆ្ងាយដើម្បីសង្ឃឹមឲ្យវាឈួតទៅបាត់ប៉ុន្តែកូនឆ្កែតូចនោះវិញគិតថានាងចង់លេងយកថ្មវិញហើយវាក៏រត់ទៅយកដោយរីករាយនៅពេលដូចគ្នាកាំងក៏ចូលរួមប្រជុំមួយដែលអ្នកទាំងអស់គ្នាបានយល់ព្រមដាក់សូចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយទោះជាយ៉ាងណាសាច់ញាតិរបស់ថមបានបញ្ជាក់ថាសូនៅតែមានកិច្ចសន្យាជាមួយក្រុមហ៊ុនមួយទៀតកាន់ឆ្លើយតបយ៉ាងស្ងប់ស្ងាត់ថាប្រសិនបើមានបញ្ហាអ្វីកើតឡើងគាត់នឹងបង់ប្រាក់ពិន័យផ្ទាល់ខ្លួនហើយបើចាំបាច់គាត់នឹងទិញក្រុមហ៊ុននោះទាំងមូលផងដែរបន្ទាប់មកកាំងបានទៅជួបតាដើម្បីសុំជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងរបស់គាត់ទោះបីដែលដឹងថាកាំងមកសុំជំនួយព្រោះត្រូវការអ្វីមួយក៏ដោយតាក៏យកព្រមជួយភ្លាមអ្វីដែលគួរឲ្យភ្ញាក់ផ្អើលគឺតាខាងកាំងមានភាពសាមញ្ញខ្លាំងទោះបីមានទ្រព្យសម្បត្តិច្រើនក៏ដោយបន្ទាប់មកគាត់បានទៅភោជនីយដ្ឋានតូចមួយក្នុងតំបន់ដែលម្ចាស់ភោជនីយដ្ឋានបដិសេធមិនឲ្យការពិសេសណាមួយទេហើយប្រាប់ឲ្យគាត់រងចាំដូចអ្នកដទៃ
ម្ចាស់ភោជនីយដ្ឋាននោះបានសើចលេងហើយបង្ហាញទៅកាន់សូដែលអង្គុយម្នាក់ឯងនៅទីមួយហើយនិយាយថាគាត់អាចអង្គុយភ្លាមបានប្រសិនបើសូអនុញ្ញាតដូច្នេះតាខាងកាំងបានដើរចូលទៅសួរសូយ៉ាងគោរពហើយសុំអង្គុយជាមួយនាងសូមិនបានមើលគាត់សោះប៉ុន្តែបាននិយាយយ៉ាងធម្មតាថាសូមរងចាំសិនព្រោះនាងនៅកំពុងបរិភោគអាហារមិនថាគាត់ពន្យល់ប៉ុន្មានក៏ដោយថាគាត់រវល់កិច្ចការណាស់នាងក៏នៅតែបន្តបញ្ជាក់ថាច្បាប់គឺជាច្បាប់តែពេលគាត់ស្នើសុំបង់ប្រាក់សម្រាប់អាហាររបស់នាងបានផ្លាស់ប្ដូរភ្លាមនោះនាងបានញឹមរីករាយហើយចាប់ដៃគាត់បង្ហាញថាគាត់ជាមនុស្សសំណប់ចិត្តរបស់នាងខណៈពេលបរិភោគអាហារជាមួយគ្នាតាខាងកាំងបានសួរថាហេតុអ្វីស្ត្រីវ័យក្មេងម្នាក់នេះចូលចិត្តបរិភោគម្ហូបខ្លាញ់ធ្ងន់បែបនេះសូបានឆ្លើយថាម្ហូបអាហារមិនមានកំណត់អាយុទេហើយមនុស្សគួរតែបរិភោគអ្វីដែលធ្វើឲ្យពួកគេមានសុភមង្គលខណៈពេលកំពុងសង្កេតមើលគាត់យ៉ាងប្រុងប្រយ័ត្ននាងបានមើលឃើញនាឡិកាដៃខ្លៃនិងជំនួយការរបស់គាត់នៅក្បែរភ្លាមនាងដឹងថាគាត់ជាមនុស្សមានសម្បត្តិពេលនាងដឹងច្បាស់អំពីរឿងនោះនាងបានបញ្ជាទិញបង្អែមបន្ថែមភ្លាមតាខាងកាំងមើលនាងដោយមិនជឿនឹកស្មានទេព្រោះនាងបានបរិភោគមិនឈប់សម្រាករយៈពេលជិត1ម៉ោងហើយប៉ុន្តែសូបានពន្យល់យ៉ាងស្ងប់ស្ងាត់ថានាងត្រូវតែត្រៀមខ្លួនសម្រាប់ពេលល្ងាចជាមុនគាត់បានសើចលេងថាគាត់មានអារម្មណ៍ថាត្រូវបានបោកបញ្ឆោតទាំងស្រុងខណៈដែលសូឆ្លើយវិញយ៉ាងទំនុកចិត្តថាការប្រើប្រាស់អត្ថប្រយោជន៍ពីបុរសមានលុយដែលព្រមផ្ដល់គឺមិនមានបញ្ហាទេនាងសំបីតែស្នើឲ្យគាត់ទិញឆ្អឹងសម្រាប់នាងផងដោយធ្វើឲ្យគាត់ច្របូកច្របល់ទាំងស្រុងយ៉ាងចម្លែកតាខាងកាំងវិញមានអារម្មណ៍ថាការពិតប្រាកដរបស់នាងគួរឲ្យស្រឡាញ់ហើយទទួលសារភាពថាគាត់ពិតជាចូលចិត្តបុគ្គលិកលក្ខណៈរបស់នាងព្រោះនាងមិនដែលធ្វើជាមនុស្សផ្សេងទេបន្ទាប់មកយើងបានដឹងថាសូគ្រាន់តែចង់បានឆ្អឹងដើម្បីបំបែកឆ្កែបាក់បែកមួយប៉ុណ្ណោះគួរឲ្យសោកស្ដាយពេលនាងចេញទៅស្វែងរកវានាងមិនអាចរកឃើញឆ្កែតូចនោះនៅទីណាមួយឡើយយប់នោះខណៈដែលសូត្រឡប់ទៅផ្ទះស្នាក់រួចរាល់នាងស្ទើរតែមានអារម្មណ៍ថាមាននរណាម្នាក់កំពុងដើរតាមនាងសញ្ញាឆ្លាតរបស់នាងភ្លាមចូលទៅក្នុងរបៀបរស់រានមានជីវិតហើយនាងយកកំពុងដែកមួយដើម្បីការពារខ្លួនឯងប៉ុន្តែអ្នកដើរតាមនោះវិញគឺឆ្កែតូចដែលដើរតាមនាងមកដល់ទីនោះដើម្បីយកថ្មដែលនាងបានបោះមុននេះមកសង្វិញដោយមិនអាចទប់ទល់បានទៀតទេសូបានលួចយកឆ្កែតូចចូលទៅក្នុងផ្ទះស្នាក់សម្ងាត់ទោះបីជាមិនអនុញ្ញាតឲ្យមានសត្វចិញ្ចឹមក៏ដោយក្នុងពេលតែមួយនោះផងដែរយើងបានដឹងថាអ្នកផលិតកម្មពីកម្មវិធីទិញទំនិញតាមផ្ទះបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចប្រឆាំងនឹងសូពីករណីចំនួនមុនអាក្រក់ជាងនេះទៅទៀតអ្នកផលិតកម្មដែលមិនខ្មាស់អៀននោះបានព្រួយព្រួយនឹងអះអាងថាសូជាអ្នកចាប់ផ្ដើមវីមុនប៉ុន្តែស្ថានភាពកំពុងតែធ្ងន់ធ្ងរកាំងបានបង្ហាញខ្លួនភ្លាមនៅស្ថានីយ៍ប៉ូលីសហើយប្រកាសយ៉ាងស្ងប់ស្ងាត់ថាគាត់មានគម្រោងដាក់ពាក្យបណ្ដឹងតបផ្ទាល់ខ្លួនគាត់បានបកស្រាយថាសូមមានអាការៈឈឺខ្លួនដោយសារផលិតផលដែលពួកគេបង្ខំឲ្យនាងផ្សព្វផ្សាយផ្ទាល់លើទូរទស្សន៍ប៉ុន្តែនាងមិនដែលទទួលបានសំណងសោះពេលដែលអ្នកផលិតកម្មដឹងថាបញ្ហាច្បាប់អាចកើតឡើងគាត់បានដកពាក្យបណ្ដឹងចេញភ្លាមបន្ទាប់ពីចេញពីប៉ុស្តិ៍ប៉ូលីសសូបានសើចលេងនិយាយទៅកាំងឲ្យបញ្ឈប់ការសម្ដែងបន្តិចព្រោះគាត់ច្បាស់ណាស់ថាមកទីនោះដោយសារព្រួយបារម្ភអំពីនាងតាំងបដិសេធយ៉ាងរឹងមាំនៅអ្វីទាំងអស់ហើយបញ្ជាក់ថាគាត់ចូលមកជួយតែព្រោះរឿងអាស្រូវរបស់នាងអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះក្រុមហ៊ុនព្រោះនាងនឹងធ្វើការជាមួយគាត់ឆាប់នេះតាមពិតទៅសម្លេងរបស់គាត់ដូចក្មេងរឹងក្បាលម្នាក់កំពុងព្យាយាមលាក់អារម្មណ៍របស់ខ្លួនយ៉ាងខ្លាំងសូឆ្លើយតបយ៉ាងធម្មតាថានាងនឹងធ្វើជាដូចជានឹងជាគាត់ដែលធ្វើឲ្យគាត់កាន់តែខឹងបន្ថែមទៀតពេលពួកគេដើររួមគ្នាបន្ទាប់មកកាំងបានប្រមានសូថាឆ្កែតូចមួយមិនអាចរស់នៅក្នុងបន្ទប់តូចដែលគ្មានខ្យល់ចេញចូលរបស់នាងបានទេគាត់ក៏ពន្យល់ថាពួកគេត្រូវការកំណត់ព្រំដែនឲ្យច្បាស់មុនចុះហត្ថលេខាលើកិច្ចសន្យាព្រោះជីវិតការងារនិងជីវិតផ្ទាល់ខ្លួនគួរត្រូវបំបែកពីគ្នាសូឆ្លើយយ៉ាងទំនុកចិត្តថាចុងក្រោយគាត់នឹងក្លាយជាអ្នកដេញតាមនាងហើយចង់ដឹងអំពីនាងគ្រប់យ៉ាងបន្ទាប់មកនាងសួរឡើងភ្លាមថាតើថំមកលេងផ្ទះកាំងញឹកញាប់ដែរឬទេកាំងឆ្លើយភ្លាមថាទេហើយព្រមាននាងថាប្រសិនបើថំជាបុរសប្រភេទដែលនាងចូលចិត្តនាងកំពុងធ្វើកំហុសធំមួយតាមការប្រាប់របស់កាំងថំអាចមើលទៅសប្បាយរីករាយនឹងទន់ភ្លន់ប៉ុន្តែជាក់ស្ដែងនៅក្នុងចិត្តគាត់ជាអរិយម្នាក់ដែលញឹមយ៉ាងកក់ក្ដៅខណៈពេលកំពុងបំបត្តិមនុស្សពីក្រោយពេលសូវពាក្យទាំងនោះនាងបានចងចាំអំពីអតីតកាលដ៏ឈឺចាប់របស់នាងនៅសម័យជូសុននាងចងចាំអំពីព្រះមហាក្សត្រដ៏សាហាវម្នាក់ដែលមានមុខស្រដៀងគ្នាជាមួយថំជំនួសឲ្យហាត់វីធ្នូធម្មតាព្រះអង្គវិញទៅបាញ់សត្វរស់សម្រាប់កំសាន្តហេតុនេះហើយសូបានខិតខំខ្លាំងក្នុងការបន្លាចឆ្កែចោលមួយឲ្យរត់ទៅមុនព្រះមហាក្សត្រមើលឃើញវាទោះបីនាងបានបោះថ្មដើម្បីការពារសត្វនោះក៏ដោយនាងនៅតែមានអារម្មណ៍ឈឺចាប់ចិត្តបន្ទាប់ពីបានធ្វើឲ្យជើងឆ្កែអាក្រក់នោះរងរបួសដោយចៃដន្យ
បន្ទាប់មកយើងឃើញសូសាភាពសំណាក់ថាអ្វីដែលនាងធ្វើនៅសម័យជូសុនគឺដើម្បីការពារកូនព្រះអង្គព្រោះនាងពិតជាភ័យខ្លាចសុវត្ថិភាពរបស់គាត់ត្រឡប់មកសប្តាហ៍ថ្ងៃកាំងបន្តប្រមាននាងអំពីភាពអាក្រក់របស់ថមប៉ុន្តែសូស្រាប់តែមានអារម្មណ៍ស្រួលចិត្តបន្ទាប់ពីដឹងថាឆំប្រហែលមិនដែលទៅផ្ទះតាំងទេបន្ទាប់មកដោយមិនបានរំពឹងទុកនាងយកកូនឆ្កែចោលនោះផ្ដល់ជាអំណោយឲ្យកាំងហើយស្នើឲ្យគាត់ថែរក្សាវ៉ាតាំងបដិសេធភ្លាមប៉ុន្តែពេលសូនិយាយស្រាលថាក៏ខ្ញុំសង្ឃឹមលើអ្នកគាត់ក៏ចុះចាញ់ភ្លាមប៉ុន្មានវិនាទីបន្ទាប់មកគាត់ត្រូវជួបនឹងភាពជាក់ស្ដែងវិញហើយគាត់ហៅតាមសូយ៉ាងអស់សង្ឃឹមព្រោះគាត់ពិតជាមានជំងឺប្រតិកម្មនឹងឆ្កែទោះបីជាយ៉ាងណាបន្ទាប់ពីមកដល់ផ្ទះហើយក៏កែងក៏នៅតែច្រមុះហៀមិនឈប់នឹងក្រិនស្បែកដោយសារជំងឺប្រតិកម្មប៉ុន្តែក៏មិនអាចបោះបង់កូនឆ្កែទេពេលគាត់ស្រមៃថាសូននឹងស្រែកលើគាត់បើគាត់បោះចោលវាគាត់ក៏កាន់ទ្រូងយ៉ាងសាហាវហើយនិយាយថាតែស្រមៃពីប្រតិកម្មរបស់នាងក៏ធ្វើឲ្យគាត់ឈឺចាប់ហើយតាំងអាសូរណាស់ត្រូវទ្រាំទ្រពេញមួយយប់ប៉ុន្តែក៏នៅតែត្រៀមអាហារទឹកនិងកន្លែងគេងតូចមួយសម្រាប់កូនឆ្កែថ្ងៃបន្ទាប់ខេងព្យាយាមបង្ខំឲ្យហាយ៉ុនទទួលយកកូនឆ្កែទៅចិញ្ចឹមវិញប៉ុន្តែហាយ៉ុនបដិសេធព្រោះឆ្មារបស់គាត់មិនដែលទទួលយកឆ្កែឡើយចំណែកឯសៀវគាត់ជួបសិននឹងអ្នកផលិតនៅភោជនីយដ្ឋានប្រណិតមួយដែលនៅទីនោះនាងបង្អាប់មនុស្សគ្រប់គ្នាម្ដងទៀតដោយបរិភោគអាហារច្រើនដល់ថ្នាក់គ្រប់គ្នាអស់សំណើចខណៈដែលអ្នកផលិតព្យាយាមបញ្ចុះបញ្ចូលឲ្យនាងកុំបោះបង់សន្ធិសញ្ញាដោយសន្យាឲ្យនាងបានតួនាទីសំខាន់ក្នុងការសម្ដែងសៀវមិនសូវស្ដាប់ទេព្រោះនាងកំពុងផ្ដោតអារម្មណ៍លើការបំផ្លាញអាហារលើតុយប់នោះក្រោយមកសៀវនឹកឃើញអំពីចំណីអាហារតូចប្រណិតហើយបង្ហាញការត្អូញត្អែដោយនិយាយថាអាហារនោះរសជាតិឆ្ងាញ់ណាស់ប៉ុន្តែមានរូបរាងដូចតែអំពើតុបតែងជាអាហារពិតបន្តិចក្រោយមកសៀវសម្រេចចិត្តសរសេរពាក្យអរគុណទៅកាន់ខេងសម្រាប់ការថែទាំកូនឆ្កែជាក់ស្ដែងដោយសារតែសៀវមានសភាពសម្ដែងខ្លាំងនាងសរសេរពាក្យអរគុណតែមូលជាអក្សរបុរាណ Hanja ថ្ងៃបន្ទាប់មកក្រោយពេលយល់ព្រមបន្តធ្វើការជាមួយអ្នកផលិតនិងក្រុមហ៊ុនរបស់ខេងទៀតសៀវបានដើរតាមខេងទូទាំងការិយាល័យមិនឈប់សម្រាកមុននឹងអរគុណយ៉ាងស្មោះត្រង់ចំពោះការជួយសម្រួលរបស់គាត់ជានិច្ចបន្ទាប់មកនាងផ្ដល់លិខិតនោះឲ្យគាត់ហើយប្រាប់ឲ្យគាត់អានមុនពេលដេកយប់នោះខេងបើកលិខិតនោះហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះគាត់ស្ទើរតែមិនយល់អក្សរបុរាណនោះសោះបន្ទាប់ពីប្រឹងប្រែងបកប្រែវាគាត់បានរកឃើញថាវាជាលិខិតអរគុណផ្អែមល្ហែមប៉ុណ្ណោះប៉ុន្តែឆ្កែតូចមួយបានធ្វើឲ្យស្រោមលិខិតដួលហើយបង្ហាញរូបគំនូរតូចមួយដែលសៀវគូររូបគាត់ដោយនាមពាក្យសរសេរខាងក្រោមថាគាត់ជាអ្នកគ្រប់គ្រងដ៏អស្ចារ្យរបស់នាងអកុសលខេងបានយល់ច្រឡំទាំងស្រុងហើយបញ្ចុះបញ្ចូលខ្លួនឯងថានាងពិតជាសរសេរថាស្នេហាជាទីបំផុតរបស់ខ្ញុំបុរសអាក្រក់នោះបានចូលទៅក្នុងពិភពស្រមៃភ្លាមខណៈដែលបញ្ចេញសម្លេងស្រាប់ទៅខ្លួនឯងដោយមិនជឿថានាងចូលចិត្តខ្ញុំថ្ងៃបន្ទាប់ខេងសួរយ៉ាងខ្មាស់អៀនទៅកាន់ហាយ៉ុនថាគាត់ធ្លាប់ទទួលបានលិខិតស្នេហាទេដែលធ្វើឲ្យហាយ៉ុនសង្ស័យភ្លាមក្នុងអំឡុងពេលដូចគ្នាសៀវបានជួលកន្លែងតូចមួយលើដំបូលផ្ទះដើម្បីអាចសាងសង់ផ្ទះសម្រាប់ឆ្កែតូចដោយសម្ងាត់រហែពេលនោះដែរនាងទទួលបានកញ្ចប់មួយពីយាយរបស់នាងហើយទទួលបានការហៅទូរស័ព្ទពីអ្នកផលិតដែលពន្យល់អំពីតួនាទីក្នុងរឿងភាគរបស់នាងចំណែកផ្នែកកំ pl ែងបំផុតគឺទោះបីជាការពន្យល់ទាំងមូលបានបញ្ចប់ហើយក៏ដោយសៀវនៅតែមិនយល់អ្វីសោះថាអ្នកផលិតនិយាយអំពីអ្វីនៅកន្លែងផ្សេងខេងតែងតែចាញ់ក្រហាយដោយសារតែឆ្កែខណៈដែលហាយ៉ុនបញ្ចេញការធានាថាគាត់បានបង្ហោះរូបថតឡើងអ៊ីនធឺណិតរួចហើយដើម្បីស្វែងរកម្ចាស់ដើមប៉ុន្តែជាភាគចិត្តខេងស្គាល់ថាគាត់ចាប់ផ្ដើមស្រឡាញ់ឆ្កែនេះហើយហ្វាភ្លឺថាគាត់នឹងគិតឃើញវានៅព្រឹត្តិការណ៍មួយទៀតថមពិបាកលាក់ការច្រណែនរបស់ខ្លួនបន្ទាប់ពីឃើញខេងមកដល់ជាមួយតាខ្លួនថមធ្វើជាមនុស្សធំនិងចិត្តល្អដោយបង្ហាញថាគ្រប់គ្រងប៉ុន្តែជាការសំណាត់វិញគាត់កំពុងដឹកចិត្តដោយសារច្រណែនបន្ទាប់មកថមសម្ដីប៉ះពាល់ខេងដោយនិយាយថាអ្វីតែមួយដែលគាត់ទទួលបានពីម៉ែគាត់គឺមុខស្រស់ស្អាតរបស់នាងប៉ុណ្ណោះខេងវីគាត់ភ្លាមនៅមុខអ្នកសារព័ត៌មានដើម្បីការពារមាតាប្រសិនបើគេមិនគោរពក្នុងអំឡុងពេលនោះសៀវទៅលេងជួបយាយរបស់នាងហើយមានអារម្មណ៍សោកស្ដាយបន្ទាប់ពីឃើញអនុស្សាវរីយ៍និងរូបថតកុមារភាពទាំងអស់ដែលម្ចាស់ដើមនៃរាងកាយដែលនាងរស់នៅឥឡូវនេះទុកសល់យាយបង្រួបបង្រួមនាងយ៉ាងកក់ក្ដៅហើយនិយាយដោយស្រឡាញ់ថាផ្ទះនេះមួយថ្ងៃណាមួយនឹងជាកម្មសិទ្ធិនាងប៉ុន្តែបន្ទាប់មកមានរឿងបំបែកបេះដូងកើតឡើងយាយសង្កេតឃើញភ្លាមថាសៀវនៅតែនិយាយបែបចម្លែកឯដូចពេលក្រោយគ្រោះថ្នាក់ហើយនាងសួរខ្លួនឯងស្ងៀមថាតើមានអ្វីមិនប្រក្រតីទេនៅពេលតែមួយគ្នាអ្នកប្រមូលបំណុលបានចូលផ្ទះយាយយ៉ាងភ្លាមបោះចោលម្ហូបនាងហើយទាមទាររបស់ប្រាក់យ៉ាងហិង្សាពេលដែលពួកគេរុញយាយចាស់នោះសៀវបានផ្ទុះកំហឹងយ៉ាងខ្លាំង
នាងស្ទើរតែបំបែកដៃអ្នកប៉ះពាល់ម្នាក់ហើយបន្តវាយគេរាល់គ្នាដូចជាឥតស្រង់ថាឥឡូវនេះរឿងភាគបានបំលែងទៅជាភាពយន្តសកម្មភាពជនជាតិភូមិជិតខាងក៏ចាប់ផ្ដើមថតវីដេអូការប្រយុទ្ធនេះក្នុងទូរស័ព្ទខ្លួនខណៈដែលសៀវបំផ្លាញសមាជិកក្រុមជនល្មើសម្នាក់មួយនៅចំកណ្ដាលភាពចលាចលនោះខេងបានមកដល់ហើយពិនិត្យភ្លាមថាសៀវមានអីខូចទេបន្ទាប់ពីវាឈ្នះជនល្មើសចុងក្រោយសៀវសួរយ៉ាងធម្មតាថាតើគាត់មកព្រួយបារម្ភអំពីនាងឬតាមពិតទៅបន្ទាប់ពីឃើញជំនាញប្រយុទ្ធគួរឲ្យខ្លាចរបស់នាងខេងស្ទើរតែភ្ញាក់ផ្អើលពេកដល់ថ្នាក់មិនអាចឆ្លើយតបបានស្រួលផងបន្ទាប់មកតាក៏មកដល់ដែរហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះឃើញថាសៀវគ្រោះថ្នាក់ប៉ុណ្ណាសៀវអរគុណខេងដោយរីករាយសម្រាប់ការថែរក្សាប្រុសឆ្កែហើយពន្យល់ថានាងបានរកវិធីដោះស្រាយហើយដូច្នេះអាចយកវាត្រឡប់ទៅវិញតែខេងប្រញាប់និយាយមិនពិតថាម្ចាស់ដើមរបស់ប្រុសឆ្កែត្រូវបានរកឃើញរួចហើយព្រោះគាត់សង្ងំចិត្តមិនចង់បោះបង់វាទេសៀវហៅគាត់យ៉ាងកក់ក្ដៅថាជាអ្នកគាំទ្រល្អបំផុតក្នុងពិភពលោកនេះបណ្ដាលឲ្យខេងភ្ញាក់ផ្អើលភ្លាមហើយបដិសេធអ្វីទាំងអស់អកុសលស្ថានការคล้ายទៅជាអៀននៅពេលតាសួរថាហេតុអ្វីខេងតែងតែធ្វើជាមិនស្គាល់សៀវហេងបំបត្តិបរិយាកាសដោយបន្តអៀនថាគ្មានអ្វីរ៉ូមែនទិករវាងពួកគេទេហើយគាត់គ្រាន់តែជួយនាងព្រោះស្រណោះនាងប៉ុណ្ណោះពាក្យទាំងនោះធ្វើឲ្យសៀវឈឺចាប់ជាងដែលគាត់យល់ដឹងយប់នោះផងដែរខណៈកំពុងចំណាយពេលជាមួយយាយនារីចាស់នោះស្រាប់តែសួរសៀវដោយឈឺចាប់ថាអ្នកជានរណាមុននឹងសៀវអាចស្ដារចិត្តវិញនាងស្រាប់តែជួបថំផ្ដល់សំណើមួយដល់នាងយ៉ាងស្ងប់ស្ងាត់និងត្រជាក់ប៉ានាងខ្លាចជាគូស្នេហ៍របស់ខេងគាត់នឹងធានាឲ្យជីវិតរបស់នាងនិងយាយមានភាពសុខស្រួលនៅពេលនោះផ្ទាល់សៀវទើបដឹងច្បាស់ថាថំគឺដូចព្រះមហាក្សត្រមិនល្អពីសម័យជូស៊ុនមែនទាំងរូបរាងនិងអត្តចរិតផងដែរស្ថានភាពនោះបណ្ដាលឲ្យនាងចងចាំឡើងវិញថាព្រះមហាក្សត្រនោះធ្លាប់ព្យាយាមបង្ខំឲ្យនាងក្លាយជាគូស្នេហ៍របស់ព្រះអង្គម្ចាស់ដោយសារតែមានអារម្មណ៍លើសកម្រិតសៀវត្រឡប់ទៅផ្ទះស្នាក់និងបំផ្លាញផ្ទះឆ្កែដែលនាងបានសាងសង់ខណៈដែលដាច់ដៃខ្លួនឯងដោយចៃដន្យពាក្យសម្ដីសាហាវរបស់ខេងនៅតែបន្តរំខានអារម្មណ៍នាងបន្ទាប់មកខេងបានបង្ហាញខ្លួនមុខនាងហើយសួរយ៉ាងទន់ភ្លន់ថាតើនាងបានយំទេដោយគ្មានអ្នកណាដឹងថមអង្គុយក្នុងរថយន្តរបស់គាត់នៅក្បែរនោះដើម្បីសម្ងាត់មើលអ្វីទាំងអស់បន្ទាប់ពីបានតាមខេងមកខេងសុំទោសចំពោះការធ្វើឲ្យនាងឈឺចាប់មុននេះប៉ុន្តែសៀវបាននិយាយដោយកំហឹងឲ្យគាត់ចេញទៅព្រោះរបៀបដែលគាត់មើលនាងបង្ហាញច្បាស់ថាគាត់មានអារម្មណ៍ចំពោះនាងទោះបីជាយ៉ាងណាដោយនាងទំនុកចិត្តខ្លាំងណាស់នាងបន្តបញ្ជាក់ថានាងមិនចាំបាច់ត្រូវការគាត់ទេប៉ុន្តែជាលើកដំបូងខេងមិនទាន់រត់គេចចេញពីអារម្មណ៍របស់ខ្លួនទេទុយទៅវិញគាត់ជ្រើសរើសស្នាក់នៅក្បែរនាងព្រោះចង់យល់អារម្មណ៍ដែលកំពុងកើតឡើងក្នុងបេះដូងរបស់គាត់ចំពោះនាងហើយនេះគឺជាចុងបញ្ចប់នៃផ្នែកទី2សូមចុចជាវសម្រាប់ផ្នែកទី3ហើយអរគុណសម្រាប់ការទស្សនា